ជំរាបសួរលោកគ្រូនាងខ្ញុំឈ្មោះសឿនស្រីនុចរៀននៅថ្នាក់ក2នៃសាលាគ្រប់កសលនិងវិទ្យាការខេត្តតាកែវនៅក្នុងការធ្វើវីដេអូនេះដែរនាងខ្ញុំនឹងបង្ហាញអំពីសារៈសំខាន់នៃក្របខ័ណ្ឌរង្វាតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិតមត្តេយ្យនិងអប់រំចំណេះទូទៅមុននឹងធ្វើការចាប់ផ្ដើមសំណួរសួរថាហេតុអ្វីបានជាចាំបាច់ត្រូវធ្វើរង្វាតម្លៃបានជាយើងចាំបាច់ត្រូវធ្វើរង្វាតម្លៃហ្នឹងគឺដើម្បីផ្ដល់ជាមធ្យោបាយមួយសម្រាប់ការស្វែងយល់និងកែលម្អលទ្ធផលសិក្សារបស់សិស្សជាទូទៅរង្វាតម្លៃអាចត្រូវធ្វើវិនិច្ឆ័យទៅលើគុណភាពប្រសិទ្ធភាពគុណតម្លៃនិងតម្លៃរបស់ប្រព័ន្ធកម្មវិធីផលិតផលនិងអនុវត្តផ្សេងៗបានរង្វាតម្លៃវាពិតជាមានសារៈសំខាន់មែនទែនចំពោះភាពជោគជ័យនិងប្រព័ន្ធអប់រំពីព្រោះរង្វាតម្លៃអាចជួយអ្នកអប់រំនិងភាគីពាក់ព័ន្ធឲ្យធ្វើការសម្រេចចិត្តទៅលើប្រព័ន្ធកម្មវិធីផលិតផលឬអនុវត្តទាំងនោះបានបន្ទាប់មកទៀតគឺតកតងចូលមកដល់ដំណើរការរង្វាតម្លៃនៅក្នុងទម្រង់ជីវ័តអញ្ចឹងដែលមាន5វត្តគឺចាប់ផ្ដើមពីជំហានទី1គឺកំណត់រកលទ្ធផលសិក្សាទី2គឺកំណត់រកឱកាសសិក្សាទី3គឺវាតម្លៃលទ្ធផលសិក្សាទី4វិភាគនិងពិភាក្សាលើលទ្ធផលទី5គឺធ្វើការផ្លាស់ប្ដូរនៅក្នុងដំណើរការចុងក្រោយនេះប្រសិនបើគ្មានជំហានចុងក្រោយនេះទេនោះវាតម្លៃលទ្ធផលតិចតួចប៉ុណ្ណោះក្នុងការធ្វើឲ្យមានការផ្លាស់ប្ដូរនិងការលម្អលទ្ធផលរបស់សិស្សដើម្បីសម្រេចបានលទ្ធផលសិក្សាក៏ដូចជាពង្រឹងប្រព័ន្ធអប់រំទាំងមូលអញ្ចឹងនៅចំណុចចុងក្រោយហ្នឹងធ្វើឲ្យមានការផ្លាស់ប្ដូរវាពិតជាមានសារៈសំខាន់មែនតើអញ្ចឹងនាងខ្ញុំនឹងនិយាយអំពីគោលបំណងនៃរង្វាតម្លៃវិញម្ដងគោលបំណងនៃរង្វាតម្លៃហ្នឹងគឺដើម្បីបង្ហាញអំពីទស្សនវិជ្ជាទូទៅរបស់រង្វាតម្លៃទាំងអស់ដែលបានរៀបចំឡើងសម្រាប់ការវាស់វែងទៅលើលទ្ធផលសិក្សារបស់សិស្សនៅក្នុងប្រព័ន្ធអប់រំគឺចាប់តាំងពីថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី12នៅក្នុងប្រទេសកម្ពុជាវិញទៀតគឺផ្ដោតទៅលើការធានាថារាល់រង្វាតម្លៃទាំងអស់គឺស្របទៅតាមគោលបំណងនិងការបំពេញបន្ថែមនិងមានប្រសិទ្ធភាពការរង្វាតម្លៃត្រូវបម្រើដល់គោលបំណងនៅខាងក្រោមដើម្បីអភិវឌ្ឍប្រព័ន្ធអប់រំអញ្ចឹងយើងធ្វើការរង្វាតម្លៃហ្នឹងគឺដើម្បីឲ្យមានការអភិវឌ្ឍនៅក្នុងប្រព័ន្ធអប់រំដើម្បីផ្លាស់ប្ដូរលទ្ធផលផុសតាមផ្សេងៗសម្រាប់ការសិក្សាអញ្ចឹងរង្វាតម្លៃហ្នឹងត្រូវតែប្រមូលព័ត៌មានពីភាគីដែលពាក់ព័ន្ធទាំងអស់រួមមានបុគ្គលស្ថាប័ននិងឬអ្នកពាក់ព័ន្ធនៅក្នុងប្រព័ន្ធអប់រំនឹងបន្តមកទៀតគឺដើម្បីជាព័ត៌មានសម្រាប់គោលនយោបាយនិងផែនការសកម្មភាពអញ្ចឹងលទ្ធផលដែលយើងទទួលបានពីរង្វាតម្លៃហ្នឹងគឺត្រូវតែយកមកប្រើដើម្បីជាព័ត៌មានដែលមានប្រយោជន៍សម្រាប់គ្រូបង្រៀនថ្នាក់ដឹកនាំនៅក្នុងសាលារៀនអ្នកធ្វើគោលនយោបាយឬភាគីពាក់ព័ន្ធទាំងអស់តកតងមិនថាអំពីចំណុចខ្លាំងឬចំណុចខ្សោយនិងឥទ្ធិពលរបស់ប្រព័ន្ធនោះនៅក្នុងការអប់រំបន្ថែមពីនេះទៀតគឺដើម្បីកែលម្អការបង្រៀននិងរៀនអញ្ចឹងលទ្ធផលនៃរង្វាតម្លៃនិងការសន្និដ្ឋានត្រូវតែយកមកប្រើប្រាស់ដើម្បីអភិវឌ្ឍជាអនុសាសន៍ដែលអាចគ្រប់គ្រងនិងកែលម្អប្រព័ន្ធអប់រំជាពិសេសតកតងលទ្ធផលសិក្សារបស់សិស្សបើឧទាហរណ៍បើសិនបើលទ្ធផលនឹងទទួលបាននៅអត់ល្អអញ្ចឹងអាចនឹងកែប្រែឲ្យធ្វើឲ្យបានល្អប្រសើរជាងមុនអញ្ចឹងទៅអញ្ចឹងដោយការរង្វាតម្លៃនឹងអញ្ចឹងអាគោលបំណងរបស់រង្វាតម្លៃហ្នឹងគឺត្រូវតែកំណត់ឲ្យបានច្បាស់លាស់អញ្ចឹងបន្តមកទៀតនាងខ្ញុំនឹងបង្ហាញអំពីរង្វាតម្លៃលទ្ធផលសិក្សារបស់សិស្សពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី12អញ្ចឹងដោយគេបែងចែកជាពីរគឺផ្ទៃក្រៅនិងផ្ទៃក្នុងហើយផ្ទៃក្រៅបែងចែកជាពីរទៀតគឺរង្វាតម្លៃកម្រិតអន្តរជាតិនិងតំបន់មួយវិញទៀតគឺរង្វាតម្លៃបែបវិនិច្ឆ័យកម្រិតថ្នាក់ជាតិចំពោះផ្ទៃក្នុងវិញគឺបែងចែកជាពីរដូចគ្នាគឺរង្វាតម្លៃបញ្ចប់កម្រិតថ្នាក់ជាតិនិងគុំសិក្សាកម្រិតសាលារៀននិងថ្នាក់រៀនចុងក្រោយគឺរង្វាតម្លៃតាមដំណាក់សម្រាប់អភិវឌ្ឍកម្រិតសាលារៀននិងថ្នាក់រៀននាងខ្ញុំនឹងធ្វើការបកស្រាយទាក់ទងជាមួយនឹងផ្ទៃក្រៅជាមុនសិនអញ្ចឹងចំពោះរង្វាតម្លៃកម្រិតអន្តរជាតិនិងតំបន់ហ្នឹងគឺយើងក៏បានលើមកហើយទាក់ទងជាមួយនឹងតេស្ត PISA អញ្ចឹង PISA ហ្នឹងគឺជាកម្មវិធីអន្តរជាតិស្ដីអំពីរង្វាតម្លៃលទ្ធផលសិក្សារបស់សិស្សអ
បន្តមកទៀតគឺតេស្តរង្វាយតម្លៃសភសិក្សារបស់សិស្សបឋមសិក្សានៅតំបន់អាស៊ីអាគ្នេយ៍ហៅថា CPLM ចំណែកឯរង្វាយតម្លៃបែបវិនិច្ឆ័យកម្រិតថ្នាក់ជាតិវិញគឺយើងមានតេស្តរង្វាយតម្លៃសភសិក្សារបស់សិស្សថ្នាក់ជាតិហើយមានការប្រឡងថ្នាក់ទី12ដែលហៅថាការប្រឡងមធ្យមសិក្សាទុតិយភូមិតេស្តរង្វាយតម្លៃអំណាចថ្នាក់ដំបូងតេស្តរង្វាយតម្លៃគណិតថ្នាក់ដំបូងចំពោះផ្ទៃក្នុងវិញគឺភាគីដែលពាក់ព័ន្ធហ្នឹងគឺមានតែសាលារៀនហើយនិងថ្នាក់រៀនទេរង្វាយតម្លៃដំបូងនេះគឺរង្វាយតម្លៃបញ្ចប់កម្រិតថ្នាក់ឬភូមិសិក្សាកម្រិតសាលារៀននិងថ្នាក់រៀនដែលមានការប្រឡងថ្នាក់ជាតិថ្នាក់ទី9ប្រឡងឡើងថ្នាក់ប្រឡងឆមាសនិងអំណាចស្ទាត់ចំណែកឯរង្វាយតម្លៃតាមដំណាក់សម្រាប់ការអភិវឌ្ឍកម្រិតសាលារៀននិងថ្នាក់រៀនហ្នឹងគឺមានរង្វាយតម្លៃកម្រិតមត្តេយ្យការត្រៀមលក្ខណៈចូលមុនចូលសាលារៀនការប្រឡងប្រចាំខែរង្វាយតម្លៃជាប្រចាំសម្រាប់កម្រិតថ្នាក់រៀនជាដើមវិញចឹងបន្ទាប់ពីនេះខ្ញុំបានបង្ហាញអំពីរង្វាយតម្លៃសភសិក្សារបស់សិស្សពីកម្រិតមត្តេយ្យសិក្សាដល់ថ្នាក់ទី12រួចហើយនាងខ្ញុំនឹងសូមបង្ហាញបន្ថែមទៀតទាក់ទងជាមួយនឹងលទ្ធផលកម្មវិធីសិក្សាការបង្រៀននឹងរៀនហ្នឹងនិងរង្វាយតម្លៃសិស្សគឺត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតចាប់តាំងពីថ្នាក់រៀនរហូតដល់កម្រិតសាលារៀនថ្នាក់ស្រុកថ្នាក់ខេត្តនិងចុងក្រោយគឺថ្នាក់ជាតិហើយចរន្តនេះគឺត្រូវតែរត់ច្រាស់មកវិញអញ្ចឹងមានន័យថាកម្មវិធីដែលពាក់ព័ន្ធចឹងមានថាភាគីដែលពាក់ព័ន្ធទាំងអស់ហ្នឹងគឺត្រូវតែចូលរួមជាមួយគ្នាយ៉ាងស្អិតរមួតចាប់តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើហើយចាប់តាមពីថ្នាក់លើរហូតមកដល់ថ្នាក់ក្រោមវិញបន្ទាប់មកវិញទៀតគឺតកតងជាមួយនឹងដំណើរការអញ្ចឹងអាដំណើរការនេះគឺត្រូវតែឲ្យមានលំហូរឥតដាច់មានន័យថាឲ្យដាច់គ្នាមានន័យថាបើសិនជាវាចាប់ផ្ដើមអំពីសាលារៀនហើយវាត្រូវតែឆ្លងកាត់ថ្នាក់ស្រុកថ្នាក់ខេត្តចឹងទៅមុននឹងចូលទៅដល់ថ្នាក់ជាតិมันអាចពីសាលារៀនហើយទៅដល់ថ្នាក់ជាតិតែម្ដងទេអញ្ចឹងគឺត្រូវតែមានលំហូរឥតដាច់នៃទម្លាប់វាតម្លៃការសិក្សារបស់សិស្សគឺយើងធ្វើរហូតដើម្បីជួយសិស្សនិងប្រព័ន្ធពិនិត្យតាមដានដើម្បីបង្កើតលទ្ធផលសិក្សារបស់សិស្សស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡាអញ្ចឹងប្រសិនបើណាជាការធ្វើតេស្តនឹងការវិតម្លៃនឹងមានលក្ខណៈធ្វើរហូតមានលំហូរដែរមានថាគេធ្វើរហូតដើម្បីជួយសិស្សមានន័យថាគេអាចជួយសិស្សបានច្រើនមិនថាបើសិស្សតែគាត់តែធ្លាប់តែអត់សូវចេះអញ្ចឹងគាត់អាចនឹងប្រកាសជាសិស្សដែលអាចធ្វើបានចេះអញ្ចឹងសរុបជារួមមកវិញលទ្ធផលរង្វាយតម្លៃសិក្សារបស់សិស្សកម្រិតមត្តេយ្យនិងចំណេះអប់រំទូទៅហ្នឹងគឺពិតជាមានសារៈសំខាន់មែនទែននៅក្នុងប្រព័ន្ធអប់រំហើយយើងចាំបាច់ត្រូវតែធ្វើការវាយតម្លៃជាប្រចាំនិងមានលំហូរឥតដាច់ទើបការសិក្សានិងលទ្ធផលរបស់សិស្សនឹងទទួលបាននៅលទ្ធផលល្អអញ្ចឹងនេះជាអ្វីដែលនាងខ្ញុំបានយកឃើញតាក់ទងជាមួយនឹងកិច្ចការងារដែលលោកគ្រូបានដាក់ឲ្យធ្វើការស្វ័យសិក្សាដោយខ្លួនឯងអញ្ចឹងជាចុងក្រោយនាងខ្ញុំសូមអរគុណលោកគ្រូដែលបានផ្ដល់ឱកាសឲ្យនាងខ្ញុំធ្វើនៅវីដេអូនេះឡើងនិងសូមខន្តីអភ័យទោសរាល់កំហុសឆ្គងដែលនាងខ្ញុំបានប្រព្រឹត្តដោយអចេតនានៅក្នុងវីដេអូនេះជាចុងក្រោយសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នាដែលបានទស្សនានៅវីដេអូនេះសូមអរគុណ